Bạn là số xe này này ngày ní dương nhầm cho mê đến tí muối này dương pi ca này nó mà score sạch trang đọc pi tầm bật tới nhà ná có score sạch trang đọc pi đấy bên làระเบียบในการรวบរបស់ក្បួនចន្ទសាគឺគេរៀបគេរាប់ចាប់ពីខាមកមុនអញ្ចឹងខានោះគឺធាតុឈើអញ្ចឹងនៅក្នុងក្បួនចន្ទសាធាតុឈើតំណាងឲ្យការលូតលាស់អញ្ចឹងជាទូទៅខាងគឺធាតុឈើហើយឈើនេះគឺឈើបូកគឺឈើបូកហើយតមកគឺថោះបាទថោះនេះគឺឈើដកឈើបូកឈើដកបាទបន្ទាប់ពីឈើហើយគឺមានសត្វធាតុដីមួយគឺនៅចន្លោះហ្នឹងគឺរោងហើយទីទៀតទៅខ្ញុំនិយាយលម្អិតតទៅនឹងរោងហ្នឹងអញ្ចឹងរោងនេះគឺជាសត្វធាតុដីឃ្លាំងដីឃ្លាំងប៉ុន្តែមានធាតុជាចុងរដូវកាលនេះធាតុឈើដែរអញ្ចឹងធាតុដីប៉ុន្តែដីបូកម្សាញ់និងម៉ាមីគឺធាតុភ្លើងតែម្សាញ់នេះគឺធាតុភ្លើងបូកធាតុភ្លើងបូកនិងម៉ាមីគឺធាតុភ្លើងដកអញ្ចឹងភ្លើងបូកគឺមានតែមួយទេគេហៅភ្លើងព្រះអាទិត្យហើយភ្លើងម៉ាមីនោះគឺភ្លើងភ្លើងចំហេះនិងភ្លើងដកដល់ឡែកម៉ាម៉ែជាសត្វធាតុដីដែរវិញអញ្ចឹងពីសត្វមានសត្វធាតុដីមួយអញ្ចឹងដីដកវោកនិងរកាគឺសត្វធាតុមាសនៅក្នុងភាសាអង់គ្លេសគេហៅថា mental បកប្រែថាលោហៈអញ្ចឹងនៅក្នុងក្បួនហ្នឹងគេហៅថាបើសិនជាលោហៈធាតុមាសហ្នឹងគឺថាខ្ពស់ជាងគេនៅក្នុងធាតុលោហៈហ្នឹងអញ្ចឹងมันគេប្រើធាតុមាសអញ្ចឹងយើងមកគឺមាសបូកហើយរកានេះគឺមាសដកបាទហើយតមកគឺចនេះគឺដៃបូកវិញហើយកុលគឺជាសត្វធាតុទឹកជាមួយនឹងជូតកុលនេះគឺទឹកបូកក្នុងដកគេហៅទឹកត្រពាំងទឹកស្រះទឹកធំទឹកសមុទ្រអីចឹងទៅដល់ឡែកទឹកជូតនេះគឺទឹកដែរពេលនេះទឹកសន្សើមទឹកភ្លៀងតំណក់ទឹកនិងចុងក្រោយគេហ្នឹងគឺឆ្លូវនេះគឺនៅក្នុងខែ12ហ្នឹងបើនៅក្នុងក្បួនចន្ទសាឆ្លូវនេះមកដល់ខែ1វិញអញ្ចឹងចាប់ពីថ្ងៃទី4ខែ2ទៅហ្នឹងថ្ងៃ4ខែ2ទៅហ្នឹងគឺហៅថាខែខាលហ្នឹងគឺខែទី1នៃចន្ទសាអញ្ចឹងសរុបមកគឺយើងមានសត្វធាតុឈើហ្នឹង2សត្វធាតុភ្លើងហ្នឹង2សត្វធាតុមាសហ្នឹង2សត្វធាតុទឹកហ្នឹង2ដល់ឡែកធាតុដីហ្នឹងគឺមាន4មានដីបូក2ដីដកហ្នឹង2ដែរអញ្ចឹងដីបូកនេះមានរោងចហើយដីដកនេះគឺមានម៉ាម៉ែនិងឆ្លូវបាទអញ្ចឹងការណែនាំឲ្យស្គាល់សត្វទាំង12ហ្នឹងគឺមានប៉ុណ្ណឹងហើយសំខាន់ធាតុដែលអបជាប់ជាមួយនឹងសត្វទាំង12ហ្នឹងទី1គេរាប់ពីខែខាលឈើបូកថោះឈើដករោងដៃបូកម៉ាសាញ់ភ្លើងបូកម៉ាមីភ្លើងដកម៉ាមេដៃដកបូកភ្លើងបូកមាសបូករកាមាសដកចដីបូកកុលទឹកបូកជូតទឹកដកឆ្លូវដៃដកទេសំទោសអញ្ចឹងមានប៉ុណ្ណឹងcomplete ជួយ subscribe channel របស់ខ្ញុំនៅក្នុងនេះមានFacebook 2ទី1គឺ Fangsu and Bazi 2ហើយនឹង Fangsu and Bazi កន្លែងនៅក្នុង channel YouTube ហ្នឹងគឺ Fangsu and Bazi គឺរៀបមេរៀននេះតាមលំដាប់លំដោយចំពោះ TikTok ក៏មាន
channel អានរិស័យប្រចាំថ្ងៃហើយនឹងហ្វឹងស៊ូនឹងបាទស៊ីដែរបាទសូមអរគុណ